សូមជូនរឿងនិទានព្រះនាងនិងខ្ញានមាសសម័យមួយក្នុងអាណាចក្រដ៏សុខសាន្តក្រោមទឹកជ្រោះនៃបឹងធំមួយមានព្រះនាងមួយអង្គព្រះនាមអេរ៉ាជាមួយនឹងសក់វែងខ្មៅងឹតនិងចិត្តល្អនាងត្រូវបានអ្នកគ្រប់គ្នាស្គាល់នាងស្រឡាញ់គ្រួសាររបស់នាងបានគ្រប់គ្រងគោដោយប្រាជ្ញាដោយនាំមកនូវភាពចម្រុងចម្រើនដល់ស្រុកទោះយ៉ាងណាក៏ដោយមានអាថ៌កំបាំងមួយដែលលងបន្លាចអង្គរពោគឺរឿងព្រេងរបស់ខ្ញានមាសវាត្រូវបានគេនិយាយថាជារៀងរាល់សតវត្សសត្វខ្ញៀនមាសវេទមន្តនឹងលេចឡើងនៅក្នុងបឹងក្រោមពន្លឺនៃព្រះច័ន្ទពេញវងសត្វខ្ញានត្រូវបានគេនិយាយថាមានអំណាចក្នុងការផ្ដល់សេចក្តីប្រាថ្នាដល់នរណាម្នាក់ដែលមានចិត្តបរិសុទ្ធដែលអាចចាប់វាបានប៉ុន្តែដូចទៅនឹងវត្ថុវេទមន្តទាំងអស់ដែរសត្វខ្ញានគឺពិបាកចាប់ហើយស្ទើរតែមិនអាចចាប់បានមនុស្សជាច្រើនបានព្យាយាមប៉ុន្តែគ្មាននរណាម្នាក់បានជោគជ័យឡើយល្ងាចមួយពេលដែលព្រះច័ន្ទពេញវងឡើងខ្ពស់លើមេឃអេឡារ៉ាអង្គុយក្បែរមាត់បឹងក្រឡេកមើលទឹកដែលមានផ្កាភ្លើងនាងធ្លាប់បានរឿងតាំងពីកុមារភាពរបស់នាងប៉ុន្តែទើបតែពេលនោះនាងដឹងថានគរនេះត្រូវការសេចក្តីប្រាថ្នាច្រើនប៉ុណ្ណាជាអ្វីមួយដែលអាចនាំមកនូវសន្តិភាពនិងសេចក្តីរីករាយដល់ប្រជាជនរបស់នាងដែលកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់ដែលគំរាមកំហែងដល់ដំណាំនិងជីវភាពរស់នៅរបស់ពួកគេដោយប្តេជ្ញាថានឹងជួយអេឡារ៉ាបានសម្រេចចិត្តថានាងនឹងស្វែងរកសត្វខ្ញៀនដោយមិនគិតពីតម្លៃនាងបានចាកចេញពីភាពស្រណុកសុខស្រួលក្នុងវាំងរបស់នាងហើយចូលទៅក្នុងព្រៃព្រះច័ន្ទក្បែរបឹងដែលដឹកនាំដោយពន្លឺព្រះច័ន្ទនិងស្លឹកច្រែះស្រទន់បន្ទាប់ពីការស្វែងរកជាច្រើនម៉ោងពេលដែលនាងហៀបនឹងអស់សង្ឃឹមនាងបានឃើញវាជាសត្វខ្ញានដ៏អស្ចារ្យរោមរបស់វាភ្លឺដូចមាសសុទ្ធនៅក្នុងពន្លឺព្រះច័ន្ទខ្ញានមាសឈរនៅលើមាត់ទឹកសម្លឹងមើលនាងដោយកែវភ្នែកស្រទន់តែញាប់ញ័រអេឡារ៉ាចូលទៅជិតសត្វខ្ញានដែលនិយាយដោយសំឡេងទន់ដូចខ្យល់សត្វខ្ញានបាននិយាយថាក៏ខ្ញុំបានរងចាំម្ចាស់ក្ត្រីអេឡារ៉ាអ្នកគឺជាអ្នកដែលត្រូវបានជ្រើសរើសដើម្បីបំពេញតាមទំនាយប៉ុន្តែដើម្បីទទួលបានបំណងប្រាថ្នារបស់អ្នកត្រូវតែបង្ហាញថាបេះដូងរបស់អ្នកពិតជាបរិសុទ្ធអេឡារ៉ាទុះភ័យក៏ងក់ក្បាលដោយការតាំងចិត្តខ្ញុំសូមតែឲ្យរាជាណាចក្ររបស់ខ្ញុំរីកចម្រើនឲ្យប្រជាជនរួចផុតពីទុក្ខលំបាករបស់ខ្លួនខ្ញុំសូមឲ្យមានភ្លៀងធ្លាក់និងធ្វើស្រែចម្ការឡើងវិញសត្វខ្ញៀនមាសបានផ្លុំស្លាបរបស់វាហើយគូរង្វង់នាងម្ដងរួចចុះមកទល់មុខអេឡារ៉ាសេចក្តីប្រាថ្នាដែលធ្វើដើម្បីសេចក្តីល្អរបស់អ្នកដទៃគឺជាសេចក្តីបរិសុទ្ធបំផុតបេះដូងរបស់អ្នកភ្លឺដោយពន្លឺនៃភាពមិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនខ្ញុំផ្ដល់ឲ្យអ្នកនៅបំណងប្រាថ្នារបស់អ្នកសត្វខ្ញៀនបានត្រដាងស្លាបពណ៌មាសរបស់វាយ៉ាងទូលាយហើយក៏មានផ្កាឈូកដ៏ភ្លឺចែងចាំងជុំវិញអេឡារ៉ានៅព្រឹកបន្ទាប់មេឃនៅលឿនគ្រងឹតដោយពកហើយភ្លៀងក៏ចាប់ផ្ដើមធ្លាក់ដំណាំបានត្រាំក្នុងទឹកផ្ដល់ជីវិតហើយប្រជាជនក៏ត្រេកអរនៅពេលភ្លៀងធ្លាក់មកអេឡារ៉ាក៏ត្រឡប់ទៅប្រាសាទរបស់នាងវិញជាកន្លែងដែលមនុស្សរបស់នាងស្វាគមន៍នាងដោយក្តីរីករាយនគរបានរីកចម្រើនជាថ្មីម្ដងទៀតហើយប្រជាជនបានសរសើរព្រះនាងចំពោះសេចក្តីក្លាហាននិងចិត្តសប្បុរសរបស់ព្រះអង្គប៉ុន្តែអេឡារ៉ាដែលមានប្រាជ្ញាលើសពីអាយុប៉ុន្មានឆ្នាំរបស់នាងបានដឹងថាវេទមន្តពិតប្រាកដមិនមែននៅក្នុងបំណងប្រាថ្នាដែលនាងបានទទួលនោះទេប៉ុន្តែគឺដោយភាពមិនអាត្មានិយមនៃចិត្តរបស់នាងចាប់ពីថ្ងៃនោះមកសត្វខ្ញៀនមាសមិនត្រូវបានគេឃើញទៀតទេប៉ុន្តែរឿងព្រេងនេះបានដក់ជាប់ក្នុងចិត្តប្រជាជននៃនគរហើយម្ចាស់ក្ត្រីអេឡារ៉ានាងបានគ្រប់គ្រងដោយក្តីស្រឡាញ់និងក្តីមេត្តាដោយចងចាំមេរៀនរបស់សត្វខ្ញៀនជានិច្ចវេទមន្តពិតស្ថិតនៅក្នុងការជួយអ្នកដទៃហើយបេះដូងបរិសុទ្ធអាចផ្លាស់ប្ដូរពិភពលោកបាន